វេសន្តរជាដកទានបារមីជំរះរបស់ព្រះវេស្សន្តរពេលដែលព្រះវេស្សន្តរនិងក្រុមគ្រួសារយាងទៅដល់មាតុលនគរពួកអ្នកចិត្តរាស្ត្របានថ្វាយរាជសម្បត្តិដល់ព្រះអង្គបើទោះជាការក្រងរាជសម្បត្តិនាំមកនូវសេចក្តីសោយសុខក៏ដោយព្រះវេស្សន្តរបានបដិសេធមិនព្រមទទួលឡើយដោយបានតាំងចិត្តបំពេញកាតព្វកិច្ចរបស់ព្រះអង្គបន្តទៀតដោយស្ងើចសរសើរចំពោះការតាំងព្រះទ័យរបស់ព្រះអង្គពួកអ្នកចិត្តរាស្ត្របានដង្ហែព្រះវេស្សន្តរនិងក្រុមគ្រួសាររហូតដល់ចុងព្រៃដើម្បីបន្តដំណើរឆ្ពោះទៅកាន់ភ្នំគិរីវង្គត